បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមាន3វីដេអូឃ្លីបខ្លីៗកំបាញ់ជាមួយគ្នាដើម្បីមកធ្វើតេស្តមើលអំពីប្រសិទ្ធភាពនៃកម្មវិធី DNS ដែលជាកម្មវិធីមាននៅក្នុងទូរស័ព្ទរបស់យើងស្រាប់នៅក្នុងពពុះ Android ណា iOS ខ្ញុំមិនដឹងថាមានឬអត់ទេដោយសារតែខ្ញុំមិនមាន iOS មកធ្វើតេស្តតែបងប្អូនអាចចូលទៅមើលបានដោយបងប្អូនដឹងស្រាប់ថាឥឡូវនេះគឺពពុះទូរស័ព្ទ Android គឺមានពាណិជ្ជកម្មលោតញ៉ៃណាពពុះ Oppo Vivo អីហ្នឹងហើយនឹង Android ដទៃទៀតឲ្យតែពេលយើងបើកមើលហើយឃើញពាណិជ្ជកម្មឬក៏ download កម្មវិធី free game អីហ្នឹងមានពាណិជ្ជកម្មហើយយើងច្រឡំដៃចុចលើពាណិជ្ជកម្មហ្នឹងទៅចូលទៅដល់ website របស់វាមានមេរោគមានអីហ្នឹងទៅហើយ website វាចេះតែបន្តលោតមកចំហចំហែកម្មវិធី game ខ្លះដែលយើង download មកវាមាន free ហ្នឹងវាត្រូវផ្សាយពាណិជ្ជកម្មទៅពេលយើងបើកអ៊ីនធឺណិតអញ៉ៃលោតពេញហ្នឹងចឹងបងប្អូនខ្លះដើម្បីដំណោះស្រាយគឺយកទៅឲ្យជាងគាត់ជួយមើលឈូសកម្មវិធីចឹងពេលឈូសទៅដូចជាបាត់ Facebook បាត់ email អីអស់ចឹងទៅហើយបងប្អូនខ្លះគាត់ចេះគាត់ចូលទៅ download សំទោសចូលទៅលុបកម្មវិធី game ឬក៏មើលថាកម្មវិធីណាមានមេរោគលុបអីចឹងទៅអញ្ចឹងទេវិធីសាស្ត្រដែលខ្ញុំបានធ្វើនោះគឺយើងប្រើ DNS កម្មវិធីមាននៅក្នុងទូរស័ព្ទអញ្ចឹងបើសិនបងប្អូនមិនទាន់បានធ្វើវាទេហើយមិនទាន់បានដឹងអាចមើលវីដេអូនៅខាងក្រោមដាក់ខ្ញុំមើល link ដាក់ link នៅខាងក្រោមវីដេអូឬក៏ខ្ញុំដាក់ link ក្នុង comment បងប្អូនអាចចូលទៅមើលវីដេអូចាស់ៗដែលខ្ញុំបានធ្វើរបៀបវានៅក្នុងវីដេអូនេះខ្ញុំមិនបង្ហាញពីរបៀបធ្វើទេប៉ុន្តែខ្ញុំចូលមកតេស្តមើលអំពីប្រសិទ្ធភាពនៃការទប់ស្កាត់ដោយប្រើកម្មវិធីមួយហ្នឹងតើវាមានប្រសិទ្ធភាពមែនឬអត់ឥឡូវខ្ញុំចូលទៅក្នុង setting ណាហើយយើងបើកមើលកម្មវិធីនឹងទាំងអស់គ្នាដែលវាមានឈ្មោះថា private DNS ដោយបងប្អូនបានឃើញអញ្ចឹងឥឡូវបងប្អូនឃើញខ្ញុំឈរនៅលើទីតាំងពណ៌ខៀវគឺបើកបាទចុចបើកវាបានន័យថាយើងអនុញ្ញាតឲ្យទូរស័ព្ទនឹងមានពាណិជ្ជកម្មផ្សាយនៅលើនឹងអញ្ចឹងណាពេលយើងលេងកម្មវិធីឬក៏យើងបើកអីយើងអនុញ្ញាតឲ្យមានពាណិជ្ជកម្មអញ្ចឹងខ្ញុំធ្វើតេស្តបើកហើយយើងចូលទៅមើលកម្មវិធីមួយដែលជាកម្មវិធី Mind Cat Free របស់ Pi បងប្អូនស្គាល់ណាភាគច្រើនស្គាល់ហើយគឺ Pi របស់យើងចឹងកម្មវិធីមួយហ្នឹងនៅពេលដែលយើងចូលទៅម៉ាញវាម្ដងគឺវាតែងតែឲ្យយើងមើលពាណិជ្ជកម្មមុនពេលដែលយើងចាប់ផ្ដើមម៉ាញកាក់ free ពីវាអញ្ចឹងតែឥឡូវខ្ញុំចុចបើកវាហើយបាទមិញនេះបាទយើងចុចវាចុចដើម្បីម៉ាញចាំតិចសិនវាកំពុងតែវិលបាទយើងចុចអាពណ៌ស្វាយខាងក្រោមនេះមកដើម្បីធ្វើការម៉ាញអញ្ចឹងបន្ទាប់ពីយើងចុចតើវានឹងចេញយ៉ាងម៉េចបងប្អូនមើលទាំងអស់គ្នាបាទចាំតិចសិនបាទបន្ទាប់ពីយើងចុចទៅឃើញថាវាមិនមានពាណិជ្ជកម្មផ្សាយទេបងប្អូនឃើញទេជាធម្មតា app មួយហ្នឹងឲ្យតែយើងចុចអាពណ៌ស្វាយមិញហ្នឹងគឺវាម៉ាញហ្នឹងគឺវានឹងបង្ហាញពាណិជ្ជកម្មឲ្យយើងមើលប្រហែលជាពេលខ្លះ20វិនាទី30វិនាទីឬក៏1នាទីសិនតោះតែចប់បានវាលូតផ្ទាំងនឹងមកឲ្យយើងហើយវាម៉ាញឲ្យយើងប៉ុន្តែនៅពេលដែលខ្ញុំចូលទៅបើកកម្មវិធីទប់ស្កាត់អាមេរោគហ្នឹងកម្មវិធីទប់ស្កាត់ពាណិជ្ជកម្មសូម្បីតែ app ហ្នឹងក៏វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់មិនឲ្យផ្សាយតែកុំថាឡើយពាណិជ្ជកម្មដែលយើង download ចេញពី game ពីអីវាបង្ហាញនៅលើ game បងប្អូនឃើញទេអញ្ចឹងនេះគឺជាคลิปដំបូងคลิปទី1ដែលខ្ញុំធ្វើតេស្តប្រសិទ្ធភាពឲ្យមើលคลิป2ចុងក្រោយបន្តនេះគឺខ្ញុំនឹងចូលទៅបិទកម្មវិធីមុខងារ DNS នឹងដូចគ្នាអញ្ចឹងថាតើនៅពេលដែលយើងបិទហើយបិទបានន័យថាយើងអនុញ្ញាតឲ្យមានពាណិជ្ជកម្មផ្សាយនៅលើទូរស័ព្ទយើងណាព្រោះមិញបើកយើងមិនឲ្យផ្សាយតែឥឡូវយើងបិទហ្នឹងគឺបានន័យថាអនុញ្ញាតឲ្យទូរស័ព្ទយើងនឹងផ្សាយពាណិជ្ជកម្មចឹងខ្ញុំនឹងចូលទៅធ្វើតេស្តនៅលើ app នឹងដដែលថាបន្ទាប់ពីយើងបើកហើយតើវាមានពាណិជ្ជកម្មផ្សាយដែរឬអត់នៅលើ app Pi នឹងដដែលហើយបងប្អូនអាចអនុវត្តកម្មវិធីនឹងបានណាអាចធ្វើឲ្យឪពុកម្ដាយរបស់យើងឲ្យបានដោយសារភាគច្រើនទូរស័ព្ទចាស់ដែលគាត់ប្រើទូរស័ព្ទមនុស្សចាស់បាទឪពុកម្ដាយរបស់យើងហ្នឹងពេលគាត់ប្រើគឺវាតែងតែមានអាហ្នឹងហើយអញ្ចឹងឥឡូវយើងចូលទៅមើលคลิปទី2ខ្ញុំធ្វើតេស្តបងប្អូនមើលនេះគឺជាคลิปទី2អញ្ចឹងមុននឹងធ្វើតេស្តខ្ញុំចូលទៅក្នុង app នឹងដូចគ្នាបាទបងប្អូនឃើញទេ app មួយនេះគឺខ្ញុំចូលទៅម៉ាញវាហើយអញ្ចឹងវាអត់ទាន់ឲ្យយើងម៉ាញទេឥឡូវខ្ញុំចុចធ្វើការចុចម៉ាញបន្ទាប់ពីចុចម៉ាញបងប្អូនឃើញពាណិជ្ជកម្មទេអញ្ចឹងពាណិជ្ជកម្មខ្ញុំបង្ហាញក្បាលដំបូងបងប្អូនមើលខ្ញុំសូមបិទវា blur វាដើម្បីកុំឲ្យខ្លាចតា YouTube វាចាប់បងប្អូនអញ្ចឹងពាណិជ្ជកម្មនេះមានរយៈពេលប្រហែលជាខ្ទង់30-40វិនាទីអញ្ចឹងយើងរងចាំតរពាណិជ្ជកម្មនឹងចប់ទើបវាត្រឡប់ទៅផ្ទាំង home មកវិញវាឲ្យយើងបិទពាណិជ្ជកម្មហ្នឹងហើយត្រឡប់ទៅផ្ទាំង home វិញដើម្បីឲ្យយើងធ្វើការម៉ាញឥឡូវពាណិជ្ជកម្មចប់ហើយបងប្អូនណាអញ្ចឹងនៅពេលដែលចប់ហើយវាចេញមករបៀបនេះបងប្អូនឃើញទេអញ្ចឹងឥឡូវខ្ញុំចូលទៅមើលក្នុង setting ឲ្យបងប្អូនមើលទាំងអស់គ្នាតើមិញខ្ញុំបានបើកឬក៏បិទកម្មវិធី DNS ហ្នឹងបានជាមានពាណិជ្ជកម្មបងប្អូនឃើញទេគឺវានៅលើកន្លែងពាក្យថា off បាទនៅឈរលើទីតាំង off មិនថាបិទឥឡូវយើងចូលទៅមើលក្នុង clip ទី3នេះមួយទៀតអនុវត្តដូចគ្នា
បងប្អូនឃើញថា app ដែលខ្ញុំចុចមួយនេះក៏វា load បង្ហាញពាណិជ្ជកម្មដែរអញ្ចឹងឃើញថាពាណិជ្ជកម្មវាចុចបង្ហាញនៅពេលដែលយើងបានបើកបានបិទមុខងារទប់ស្កាត់គឺវាបង្ហាញមែនអញ្ចឹងខ្ញុំនឹងមើលពាណិជ្ជកម្មនេះចប់ខ្ញុំនឹងចូលទៅមើលក្នុង setting របស់គ្នាបងប្អូនមើលថាតើខ្ញុំបានធ្វើមិញហ្នឹងគឺយើងឈរនៅលើទីតាំងមួយណាបិទឬក៏បើកអញ្ចឹងបងប្អូនឃើញថា app មួយហ្នឹងគឺវាតម្រូវឲ្យយើងចុចមើលពាណិជ្ជកម្មដើម្បីឲ្យយើងរកកាក់នឹងបានលឿនបងប្អូនឃើញទេពាណិជ្ជកម្មចេញមកតែម្ដងឲ្យយើងចុចកន្លែង boost ឲ្យកាក់នឹងវាបានលឿនណាវាចេញពាណិជ្ជកម្មឲ្យយើងត្រូវមើលពាណិជ្ជកម្មសិនឥឡូវពាណិជ្ជកម្មខ្ញុំបានបិទហើយវាload ល្បឿននៃការជីកកាក់ខ្ញុំគឺលឿនហើយឥឡូវខ្ញុំចូលទៅមើលក្នុង setting តើមិញខ្ញុំបិទឬក៏បើកបានជាមានពាណិជ្ជកម្មបងប្អូនមើលទាំងអស់គ្នា DNS បងប្អូនឃើញទេគឺខ្ញុំបានបិទអញ្ចឹងកាលណាយើងបិទគឺវាដំណើរការអញ្ចឹងយើងចុចបើកខ្ញុំសាកល្បងចុចបើកហើយយើងចូលមកកម្មវិធីនឹងម្ដងទៀតចុច boost វាឲ្យវាលឿនម្ដងទៀតតើវាឲ្យខ្ញុំចុចលើពាណិជ្ជកម្មដែរឬក៏អត់ឥឡូវបងប្អូនចាំតិចសិនខ្ញុំ clear វាណានេះបងប្អូនឃើញទេនៅក្រោមរូបឃ្មុំពណ៌ QQ ហ្នឹងវាលែងចេញពណ៌ទឹកក្រូចឲ្យខ្ញុំចុចដើម្បីមើលពាណិជ្ជកម្មទៀតហើយអញ្ចឹងឃើញថាប្រសិទ្ធភាពមានពិតមែនសម្រាប់បងប្អូនដែលបានបើកមុខងារកម្មវិធីនឹងហើយបើសិនជានៅតែមានពាណិជ្ជកម្មសូមកុំភ្លេច restart ទូរស័ព្ទផងបន្ថយ clear app វាណាបន្ថយ clear app ហើយនឹង restart ទូរស័ព្ទនឹងបើសិនតែករណីយើងគាត់បិទហើយវានៅតែបង្ហាញពាណិជ្ជកម្មតែសម្រាប់ខ្ញុំបានធ្វើតេស្តមើលហើយបងប្អូនបិទហើយអាច clear app ដែលបងប្អូនបើកហ្នឹង clear អញ្ចឹងមកទាំងអស់មកហើយមើលវាឡើងវិញមកតើវាចេញឬអត់ហើយបើមិននៅតែមិនបានទេបងប្អូន restart ទូរស័ព្ទមួយផងចំពោះការបង្ហាញរបស់ខ្ញុំមានតែប៉ុណ្ណឹងទេសង្ឃឹមថាបងប្អូនអាចធ្វើបានហើយកុំភ្លេចជួយចុច subscribe channel ខ្ញុំម្នាក់មួយផងអាច comment ខាងក្រោមបើសិនជាបងប្អូនធ្វើបានឬក៏ធ្វើមិនបានណាអរគុណជម្រាបលាបាយបាយ